បងប្អូនណាឃើញព័ត៌មានខាងកូរ៉េគេចោះផ្សាយហើយយើងហុសចិត្តយើងសង្ហាក់ចិត្តយើងអាណិតជាតិយើងមែនតើណាវាអត់មានពាក្យអីនិយាយក្រៅពីចង់សួរថាតើស្នាដៃដឹកនាំប្រទេសរបស់អស់លោកហ្នឹងវាល្អដូចអាត់យ៉ាងហ្នឹងទៅឬក៏វាយ៉ាងម៉េចស្អុយអាលួយឥឡូវបងប្អូនស្អុយអាលួយពេញពិភពលោកបរទេសណាគេចង់មកលេងកម្ពុជាណែឯងចង់ធ្វើបលៀនចន្ទហោះធំជាងដៃចូលមកដកស្អីហ្នឹង100ដងទៀតក៏គ្មានទេសចរមកដែរបើការដឹកនាំប្រទេសរបស់អ្នកប្រកបទៅដោយភាពអវិជ្ជារបៀបហ្នឹងបងប្អូនទូកូរ៉េគេបានចោះហើយនិស្សិតកូរ៉េឈប់សម្រាកនៅវិស្វកម្មរដូវក្តៅគេមកលេងកម្ពុជាដើម្បីចូលរួមក្នុងកម្មវិធីពិព័រណ៍មួយនៅក្នុងប្រទេសកម្ពុជាមកមិនទាន់បានប្រហែលថ្ងៃក្រុមគ្រួសារបានទទួលទូរស័ព្ទពីក្រុមបាទជនចាប់ចម្រិតដែលជាជនជាតិចិនហ្នឹងគម្រាមទារប្រាក់$35,000ជាថ្នូរនឹងការដោះលែងប៉ុន្តែមិនទាន់បានប្រមាណផងជនជាតិកូរ៉េដែលជាយុវជនហ្នឹងត្រូវបានស្លាប់បាទដោយរកឃើញនៅឯខេត្តកពតបាទគឺតាមការសាកជ្រាវមើលទៅគឺស្លាប់ដោយសារការកាំងបេះដូងគឺបណ្ដាលមកពីការធ្វើទារុណកម្មធ្ងន់ធ្ងរទៅលើរាងកាយរបស់គាត់អានឲ្យអធមបងប្អូនជាតិយើងមិនដឹងថាពេលណាទៅយើងប្រសើរឡើងបើប្រជាជនយើងមួយចំនួនគាត់នៅប្តេជ្ញាផ្ដួលនៅជឿជាក់លើថ្នាក់ដឹកនាំណាឥឡូវអាសៀមវាយប៉ោងខោចិនវាយលៀនភ្នែកយួនទាត់ផងផោមដាក់ផងក៏យើងនៅតែជឿជាក់រដ្ឋាភិបាលណាដូចថ្ងៃនេះអីនៅតំបន់នងច័ន្ទអីសៀមកំពុងតែផ្សាយផ្ទាល់បងប្អូនខ្ញុំសេវីដេអូទុកហើយតែខាងយើងគឺអត់មានប្រតិកម្មអត់ឃើញផ្សាយណាមួយទេយកព័ត៌មានមកពីស្រុកសៀមមកថាគេហ្នឹងគឺផ្សាយព័ត៌មានពិតរូបភាពចាស់អញ្ចឹងទៅណាឥឡូវងាកមករឿងចាប់ចម្រិតនឹងវិញតទៅទៀតសួរថាតើឯណាទៅចំណាត់ការបរដ្ឋាភិបាលទៅលើពាក់ព័ន្ធនឹង scammer ទាំងអស់ហ្នឹងមុនសង្គ្រាមផ្ទុះឃើញចលាចលឃើញចេញប្រតិបត្តិការចោះចាប់ប្រមាណកន្លែងហ្នឹងទៅដើម្បីសម្ដែងល្ខោនឲ្យអន្តរជាតិមើលគ្រាន់តែផ្ទុះសង្គ្រាមពឹបយុទ្ធនាការបង្ក្រាបប្រព័ន្ធឧក្រិដ្ឋកម្មអនឡាញហ្នឹងក៏ស្ងប់ស្ងាត់មកដល់ពេលនេះអត់មានឃើញផ្សាយចាប់កន្លែងណាទេផ្ទុយទៅវិញបងប្អូនខ្ញុំបានទទួលព័ត៌មានពីខ្មែរយើង 4-5 នាក់ណាពួកគាត់ថាកន្លែងដែលចោះទៅចាប់បង្ក្រាបឧក្រិដ្ឋកម្មកាលពីមុនហ្នឹងឥឡូវកន្លែងហ្នឹងគឺបន្តដំណើរការដដែលកន្លែងខ្លះគ្រាន់តែលុបអាទ្វារចាស់ធ្វើបង្កើតខ្លោងទ្វារច្រកចូលថ្មីហើយមានសភាពធំធេងជាងមុនទៀតបងប្អូនកន្លែងខ្លះរហូតឈានទៅបិទកន្លែងពីមុនពិតមែនប៉ុន្តែទៅបង្កើតកន្លែងថ្មីធ្វើនៅក្រោមដីក៏មានដែរបងប្អូនសួរថាតើរដ្ឋាភិបាលនេះជារដ្ឋាភិបាលអ្វីរដ្ឋាភិបាលស្របច្បាប់រដ្ឋាភិបាលជួយជាតិរដ្ឋាភិបាលអភិវឌ្ឍជាតិឬក៏ជារដ្ឋាភិបាលឧក្រិដ្ឋជនណាបងប្អូនចឹងបានជាខ្ញុំហ៊ាននិយាយថាពួកនេះហេតុអីបានជាពួកនឹងព្យាយាមកាងឧក្រិដ្ឋកម្មអនឡាញថាហ្នឹងពីព្រោះបើសិនជាគ្មានពួកអស់ហ្នឹងទេខ្ញុំគិតថាប្រហែលជារលំហើយរបបប្រហែលជារលំបាត់ហើយបងប្អូនប៉ុន្តែដោយសារមិនអ្វីដែលនៅដើរបានរហងៃគឺដោយសារតែប្រភពចំណូលពីវិស័យឧក្រិដ្ឋកម្មតាមប្រព័ន្ធអនឡាញហ្នឹងឯង